ចម្រើនពោញាតិញោមទាំងអស់គ្នាពោបើក្បាលវីដេអូមកក៏ឮសំឡេងសូត្រធម៌ឲ្យពោនេះជាសកម្មភាពរបស់ញាតិញោមនិងលោកបងអាត្មាភាពបាននាំញាតិញោមបានសូត្រមន្តខ្លីពោនៅផ្ទះរបស់ញោមជីដូនមួយពោវីដេអូនេះយូរដែរហើយពោតាំងពីមុនចូលឆ្នាំរដូវកាលឆេងម៉េងពោអាត្មាភាពបានមានឱកាសបានមកស្គលភ្នោយាយពោហើយអាត្មាមកហ្នឹងមកពេលរសៀលដែរហើយពោឲ្យមកហ្នឹងក៏មានឱកាសបាននាំញោមញាតអ៊ំយាយនៅផ្ទះមកអង្គុយសមាធិរួមគ្នាដើម្បីជាបុណ្យជាកុសលជាប់ខ្លួនឯងតទៅបន្ទាប់ពីបាននមស្ការថ្វាយបង្គំហើយអាត្មាក៏បានចូលសឹងហើយក៏ព្រលឹមឡើងក៏បានមកថតទេសភាពមុខភ្នោលោកយាយពោបន្ទាប់មកទៀតក៏ដល់ម៉ោងឆាន់ហើយញោមក៏បានប្រគេនចង្ហាន់ដល់ព្រះសង្ឃពោហើយមកទាំងអស់មក3អង្គពោអាត្មាទៅពីបៃលិនហ្នឹងទៅ2អង្គហើយព្រះអង្គនៅខាងបាត់ដំបងហ្នឹងមួយអង្គទៀតពោបាន3អង្គពោហើយញោមក៏ធ្វើការប្រគេនទៅអាត្មាក៏បានសូត្រឲ្យពោញោមក៏តាំងចិត្តស្ដាប់ទទួលយកនៅពោពីព្រះអង្គដើម្បីជាបុណ្យជាកុសលហើយមហូបនៅថ្ងៃនេះមាននំបញ្ចុកផ្អែមអញ្ចឹងណាពោតែរសជាតិឆ្ងាញ់ខាងស្រុកអាត្មាណាពោបន្ទាប់ពីឆាន់ហើយក៏មកផ្ដិតយកវីដេអូបងពូអ៊ំពោកំពុងតែដកស្មៅកាប់ដីពោដើម្បីពូនឲ្យស្អាតជាងមុនព្រោះអីខានធ្វើច្រើនខែហើយដើម្បីធ្វើឲ្យស្អាតអញ្ចឹងណាដកស្មៅដកអីអញ្ចឹងណាពោហើយនេះក៏បានបងប្អូនពូអ៊ំពោមកជុំគ្នាឲ្យពោដើម្បីនិយាយអំពីជីវភាពគ្រួសារទៅជាយ៉ាងណាយ៉ាងណីអញ្ចឹងណាពោហើយពិភាក្សាគ្នាឃើញបងប្អូនញាតិមិត្តបានមកជុំគ្នាសើចសំណេះសំណាលអញ្ចឹងអាត្មាក៏សប្បាយចិត្តពោមិនមានអីឃើញសើចសប្បាយរីករាយអញ្ចឹងអាត្មាសប្បាយចិត្តណាពោឃើញបងប្អូនមកជុំគ្នាហើយបន្ទាប់មកយើងក៏ដល់ពេលសែនភ្នោយាយហើយពោហើយនេះជាសកម្មភាពរបស់បងប្អូនទាំងអស់របស់អាត្មាពោញាតិមិត្តបងប្អូនសាច់ចិត្តសាច់ឆ្ងាយអីចឹងណាពោដើម្បីមកអត់ធុកសុំនៅសេចក្តីសុខសេចក្តីចម្រើនពីលោកយាយដែលបានបែកបាក់ចែកឋានទៅហើយសូមពរសូមជ័យបីជាសិរីសួស្តីនៅឆ្នាំថ្មីពោនេះក្មួយបានយកกระดาษនិងលុយញាត់តាមភ្នោយាយពោឲ្យអ៊ំមីងកំពុងតែស្នេហ៍ស្នាលនិយាយបូជាថាចង់បានអីខ្លះសុំលោកយាយទៅសុំឲ្យឆ្នាំនេះរស់ស៊ីមានបានអីចឹងណាពោឲ្យឃើញបានថាមេឃរៀងក្តៅបន្តិចពោរៀងក្តៅហើយបងប្អូនទាំងអស់ខំប្រឹងតស៊ូដើម្បីមកជុំគ្នាពោដើម្បីមកគោរពបូជានៅភ្នោយាយពោមិនភ្លេចទេពោមួយឆ្នាំមានម្ដងជាបុណ្យឆេងម៉េងដើម្បីរលឹកនឹកដល់ជីដូនជីតាម៉ាកងដែលបានបែកបាក់ចែកឋានទៅហើយនោះចៅទាំងអស់គ្នាក៏សូមផ្ដើមបុណ្យផ្ដើមកុសលដើម្បីសុំពរសុំជ័យសិរីសួស្តីនៅក្នុងឆ្នាំថ្មីពោហើយក៏បានបាំងស្គលបងចូលបាំងស្គលសូត្រអនិច្ចាសូត្រអីចឹងណាពោហើយញោមក៏តាំងចិត្តដើម្បីស្ដាប់នៅធម៌របស់ព្រះសង្ឃពោបន្ទាប់ពីបានធ្វើកិច្ចបាំងស្គលហើយញាតិញោមទាំងអស់គ្នាក៏បានតាំងចិត្តប្រគេននៅចង្ហាន់ដល់ព្រះសង្ឃហើយក៏បានយាយគាត់នាំវេពោដើម្បីអធិដ្ឋានចិត្តអីតាមប្រពៃណីរបស់ខ្មែរយើងពោដែលយើងខ្ញុំទាំងអស់គ្នាបានរៀបចំហើយបានមកដោយធម៌កើតឡើងដោយធម៌សូមប្រកាសណាទទួលយកផងបុណ្យនេះធ្វើជូនដល់លោកយាយយមយ៉ានលោកឈួងឆេពោក្រោយពីយើងបានបញ្ចប់កម្មវិធីបាំងស្គលហើយរួចសពគ្រប់ហើយយើងបាននាំបងអ៊ំប្អូនពូមីងទាំងអស់គ្នាបានមកថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍អញ្ចឹងណាពោឆ្លៀតក្នុងឱកាសនោះដែរអាត្មាភាពបានចែកបច្ច័យដល់បងប្អូននៅតាមភូមិដើម្បីទុកជាបច្ច័យមួយចំនួនដើម្បីទុករៀនទុកប្រើប្រាស់មិនច្រើនទេពោម្នាក់1000ទុកទិញនំហូបអីចឹងណាពោជាទឹកចិត្តបតីរបស់អាត្មាភាពបានជូនដល់បងប្អូនទាំងអស់គ្នាឲ្យសូមយកបុណ្យយកកុសល
ដែលអាត្មាបានធ្វើនឹងហើយសូមជូនញាតិញោមទាំងអស់គ្នាឲ្យបានបុណ្យគ្រប់គ្នាស្មើគ្នាសូមអនុមោទនា